រុស្ស៊ីចាប់ផ្ដើមផលិតយន្តហោះមិចសាមួយឡើងវិញដើម្បីប្រយុទ្ធនឹង F-35 អាមេរិកបើយោងតាម Army Recognition បានចុះផ្សាយថារុស្ស៊ីចាប់ផ្ដើមយកគម្រោងនៃការផលិតយន្តហោះចម្បាំងមិច41មកផលិតឡើងវិញបន្ទាប់ពីគម្រោងនេះត្រូវបានរុស្ស៊ីបោះបង់ចោលអស់ជាច្រើនឆ្នាំបើសិនជាយើងនិយាយដល់យន្តហោះចម្បាំងវិញនរណាមិនស្គាល់នៅយន្តហោះចម្បាំងត្រកូលមិចនេះពីព្រោះតែវាមានភាពល្បីល្បាញខ្លាំងណាស់នាសម័យអតីតកាលប៉ុន្តែបច្ចុប្បន្ននេះយន្តហោះត្រកូលមិចហាក់ថមថយឥទ្ធិពលនោះមិនមែនមានន័យថាយន្តហោះមិចលែងមានសមត្ថភាពដូចមុននោះទេគឺរដ្ឋរុស្ស៊ីខ្លួនឯងចាប់យកនៅយន្តហោះចម្បាំងត្រកូលស៊ូជាដៃគូវិញមិនសូវឲ្យតម្លៃលើក្រុមហ៊ុនមិចនោះទេដូចជាយើងឃើញសពថ្ងៃនេះរដ្ឋរុស្ស៊ីបានបញ្ជាទិញនៅយន្តហោះចម្បាំងប្រភេទស៊ូជាច្រើនរយគ្រឿងដូចជាស៊ូ30ស៊ូ35ជាដើមនឹងបានជួយរកទីផ្សារឲ្យក្រុមហ៊ុននេះទៀតផងធ្វើឲ្យក្រុមហ៊ុនដែលផលិតវារីកចម្រើនខ្លាំងនឹងបានលក់ចេញទៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកយ៉ាងដែរសមត្ថភាពរបស់វាមិនខ្លាំងដូចត្រកូលមិចនោះទេជាក់ស្ដែងក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនយន្តហោះចម្បាំងស៊ូ30ស៊ូ35ជាច្រើនគ្រឿងត្រូវបានអ៊ុយក្រែនបាញ់ទម្លាក់ហើយរត់តែអាម៉ាស់ជាងនេះទៅទៀតនោះគឺអ៊ុយក្រែនប្រើត្រឹមតែមិច29ស៊េរីចាស់ក៏អាចបាញ់ទម្លាក់ស៊ូ30និងស៊ូ35ចំនួនថ្មីរុស្ស៊ីបានដែរប៉ុន្តែសម្រាប់មិច31វិញត្រូវបានកងទ័ពអ៊ុយក្រែនខ្លាចរអាដោយសារតែវាបំពាក់មីស៊ីលល្បឿនលឿនជាងសម្លេង KH-47 M2 Kinzhal វាយប្រហារអ៊ុយក្រែនមានប្រព័ន្ធការពារអាកាសណាមួយស្ទាក់ចាប់វាបានឡើយថ្មីនេះចារកម្មអ៊ុយក្រែននិងអង់គ្លេសបានលបងលួងលោមផលិតរុស្ស៊ីដែលបាក់បោយន្តហោះចម្បាំងមិច31នេះលួចវាមកប្រគល់ឲ្យខ្លួនជាថ្នូរនឹងទឹកប្រាក់$3លានសហរដ្ឋអាមេរិកដោយសារតែឃើញសមត្ថភាពជាក់ស្ដែងក្នុងសង្គ្រាមនេះទើបរុស្ស៊ីស្តាររើក្នុងការផលិតនៅយន្តហោះចម្បាំងមិច41ឡើងវិញអំពីមិច41ឬក៏យើងអាចហៅវាថា PAK-DP ជាយន្តហោះចម្បាំងចំនួនទី6ដោយរុស្ស៊ីផលិតវាឡើងដើម្បីគោលបំណងជំនួសឲ្យមិច31ហើយវាក៏ជាអ្នកប្រយុទ្ធជាមួយនឹង F-35 អាមេរិកដែរវាមានបណ្ដោយប្រវែង25ម៉ែត្រស្លាបប្រវែង22ម៉ែត្រកម្ពស់ 6.5 ម៉ែត្រទម្ងន់ទទេ50,000 គីឡូក្រាមនិងពេលវាផ្ទុកសពាវុធរួចមានទម្ងន់10,000 គីឡូក្រាមអាចហោះក្នុងរយៈកម្ពស់ 12,500 ម៉ែត្រមានល្បឿន 3,675 គីឡូម៉ែត្រក្នុង1ម៉ោងមានល្បឿនលឿនជាងសំឡេង4ដងនិងអាចហោះបានចម្ងាយ 5,000 គីឡូម៉ែត្រជាមួយនឹងទម្ងន់ដ៏ធ្ងន់ជាងគេបំផុតក្នុងចំណោមយន្តហោះចម្បាំងទាំងអស់ក្នុងលោកនឹងបំពាក់ជាមួយនឹងបច្ចេកវិទ្យាបំបាំងកាយហើយមិចបញ្ចូលគ្នានឹងបច្ចេកវិទ្យារបស់មិច31និងម៉ាស៊ីនរបស់យន្តហោះស៊ូ57ឬក៏ O57930000ដែលបំពាក់រ៉ាដាសាឡុន M កម្រិតខ្ពស់ធ្វើឲ្យយន្តហោះមួយនេះមានសមត្ថភាពអាចប្រើប្រាស់មីស៊ីលទំនើបចំនួនថ្មីជាច្រើនប្រភេទអាចប្រើប្រាស់អាវុធឡាស៊ែស្ទាក់កំទេចមីស៊ីលដែលមានល្បឿនលឿនជាងសម្លេងហ៊ីពីអាសូនិកនិងមីស៊ីលនាំផ្លូវសត្រូវលើផ្ទៃអាកាសបានផងដែរចំពោះការបំពាក់បច្ចេកវិទ្យារបស់មិច41វិញគឺវាបំពាក់មីស៊ីល O37 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយមីស៊ីលមួយនេះមានទម្ងន់500 គីឡូក្រាមបណ្ដោយប្រវែង 4.6 ម៉ែត្រក្បាលគ្រាប់ទម្ងន់60 គីឡូក្រាមឬក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានដែរវាបាញ់បានចម្ងាយ150 គីឡូម៉ែត្រទៅ400 គីឡូម៉ែត្រមានល្បឿនលឿនជាងសម្លេង6ដងគឺមានល្បឿន 7,400 គីឡូម៉ែត្រក្នុង1ម៉ោងជាពិសេសវាក៏អាចបំពាក់ស្ដេចមីស៊ីល KH-47 M2 Kinzhal ដែលរុស្ស៊ីបំពាក់លើយន្តហោះចម្បាំងមិច31វាត្រូវបានរុស្ស៊ីប្រើប្រាស់វាយប្រហារលើអ៊ុយក្រែនកន្លងមកហើយក៏គ្មានខែលមីស៊ីលការពារអាកាសណាមួយអាចស្ទាក់ចាប់វាបាននោះទេហើយវាក៏คล้ายជាអាវុធដែលអ៊ុយក្រែននិងពួក NATO ខ្លាចបំផុតរហូតដល់ចារកម្មអ៊ុយក្រែននិងអង់គ្លេសបានលួចចរចាឲ្យផលិតរុស្ស៊ីដែលបើកមិច31បំពាក់មីស៊ីល KH-47 M2 Kinzhal យកមកលក់ឲ្យខ្លួនជាថ្នូរនឹងលុយ$3លានអាមេរិកតើមិច31និងមីស៊ីល KH-47 M2 Kinzhal ខ្លាំងកម្រិតណាទើបធ្វើឲ្យអ៊ុយក្រែននិងអង់គ្លេសចង់បានវាយ៉ាងនេះជួបគ្នាក្នុងវីដេអូបន្ទាប់